តែใจជាបំរំខ្លាំងក្លាតស៊ូមុនต้องการទីមេតាដល់គុំបដិវត្ត17 មេសា 1975 ជាចំណុចចាប់ផ្ដើមនៃរបបដ៏ខ្មៅងងឹតនិងអំពើប្រល័យពូជសាសន៍ដែលធ្វើឲ្យប្រជាជនកម្ពុជាជាង 2 លាននាក់បាត់បង់ជីវិតដោយសារការធ្វើការដោយបង្ខំកង្វះអាហារូបត្ថម្ភនិងការសម្លាប់រង្គាលទន្ទឹមនឹងនេះខ្មែរក្រហមបានបង្កើតមន្ទីរឃុំឃាំងជាង 200 កន្លែងដើម្បីចាប់ឃុំខ្លួនធ្វើទារុណកម្មនិងសម្លាប់ជនរងគ្រោះយ៉ាងអយុត្តិធម៌រឿងរ៉ាវអ ុក្រិដ្ឋកម្មអំពើអយុត្តិធម៌ទាំងនេះក៏ស្ថិតនៅក្នុងការចងចាំរបស់ប្រជាជនកម្ពុជាជានិច្ចបើទោះបីជាកន្លងទៅ47 ឆ្នាំក្តីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ថែរក្សានិងបានចុះទីតាំងចំនួន 3 រួមមានអតីតមន្ទីរឃុំឃាំងម13សារមន្ទីរអ ុក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី 11 ខែកក្កដាឆ្នាំ 2025អបអរសាទរខួប 1 ឆ្នាំនៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងអ ុក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO 11 កក្កដា 2025 11 កក្កដា 2026ចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងជាគំរូសម្រាប់ពិភពលោកក្នុងការស្វែងរកយុត្តិធម៌ការផ្សះផ្សាជាតិនិងការកសាងសន្តិភាពរបស់ប្រជាជាតិនិងប្រជាជនខ្មែរក្រោមពាក្យស្លោកអរគុណសន្តិភាព